បងប្អូនតើបងប្អូនធ្លាប់ស្រមៃមើលអនាគតរបស់យើងដែរឬទេអនាគតដែលរថយន្តបើកបរដោយខ្លួនឯងរថយន្តដឹកជញ្ជូនបងប្អូនទៅធ្វើការដោយសុវត្ថិភាពឬអនាគតដែលប្រព័ន្ធសុខាភិបាលស្វ័យប្រវត្តិអាចវិភាគរោគសញ្ញានិងណែនាំការព្យាបាលយ៉ាងត្រឹមត្រូវដល់បងប្អូនជាដើមពេលនិយាយដល់បច្ចេកវិទ្យាទាំងនេះពាក្យដែលយើងឮញឹកញាប់បំផុតគឺជាពាក្យថាឆ្លាតវៃឬក៏ smart យើងតែងតែឮថា AI នេះពិតជាឆ្លាតណាស់ម៉ាស៊ីននេះពិតជាឆ្លាតណាស់ជាដើមប៉ុន្តែបងប្អូនមានដឹងទេថានៅក្នុងពិភពលោកជាក់ស្ដែងពាក្យដែលសំខាន់បំផុតមិនមែនជាពាក្យថាឆ្លាតនោះទេតែវាគឺជាពាក្យថាអាចទុកចិត្តបានឬក៏អត់ដែលយើងហៅវាថា reliable នៅក្នុងវីដេអូនេះយើងនឹងមកស្វែងយល់អំពីមូលហេតុដែលពាក្យថាភាពអាចទុកចិត្តបានសំខាន់ជាងភាពឆ្លាតវៃហើយតើបងប្អូនជាអ្នកប្រើប្រាស់នេះអាចការពារខ្លួនឯងនិងជ្រើសរើសបច្ចេកវិទ្យាបានយ៉ាងដូចម្តេចមុននឹងចូលទៅដល់ស៊ីជម្រៅបងប្អូនគួរយល់ថាតើប្រព័ន្ធឯករាជ្យដែលអាចទុកចិត្តបានមានលក្ខណៈសម្បត្តិអ្វីខ្លះលក្ខណៈសម្បត្តិរបស់វាយើងនឹងលើកឡើងនៅក្នុងចំណុចសំខាន់ៗចំនួន3ទី1វាមានឥរិយាបថអាចទស្សន៍ទាយបានដែលយើងហៅវាថា predictable មានន័យថាប្រសិនបើយើងឲ្យវាធ្វើការងារដដែលក្នុងលក្ខខណ្ឌដូចគ្នាវាត្រូវតែផ្ដល់លទ្ធផលដូចគ្នាវាមិនមែនជាម៉ាស៊ីនដែលថ្ងៃនេះដំណើរការល្អហើយថ្ងៃស្អែកដំណើរការខុសដោយគ្មានមូលហេតុនោះទេទី2គឺការដោះស្រាយកំហុសបានយ៉ាងរលូនដែលយើងហៅវាថា handle error gracefully នេះជាចំណុចសំខាន់បំផុតគ្មានប្រព័ន្ធណាមួយល្អឥតខ្ចោះ 100% នោះទេប្រព័ន្ធដែលអាចទុកចិត្តបានមិនមែនជាប្រព័ន្ធដែលមិនដែលខុសទេតែជាប្រព័ន្ធដែលនៅពេលដែលវាខុសវាមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរឧទាហរណ៍បើរថយន្តបើកបរដោយខ្លួនឯងវាជួបបញ្ហា sensor ខូចវាមិនមែនទៅបុករបាំងនោះទេតែវាត្រូវតែបន្ថយល្បឿនបើកភ្លើងអាសន្នហើយឈប់ដោយសុវត្ថិភាពរួចសុំឲ្យអ្នកបើកបរជាមនុស្សមកគ្រប់គ្រងវាជំនួសវិញនេះហៅថាការដោះស្រាយកំហុសបានយ៉ាងរលូនទី3គឺការស្របតាមតម្លៃរបស់មនុស្សដែលយើងហៅវាថា align with human value សូម្បីតែនៅក្នុងស្ថានភាពដែលមិនបានរំពឹងទុកក៏ដោយក៏ប្រព័ន្ធនោះត្រូវតែផ្ដល់តម្លៃលើសុវត្ថិភាពនិងជីវិតមនុស្សជាជាងការការពារទ្រព្យសម្បត្តិឬក៏បំពេញតាមកម្មវិធីដោយងងឹតងល់នោះដែរហើយអ្វីបានជាការកសាងប្រព័ន្ធបែបនេះត្រូវបានគេចាត់ទុកថាវាជាបញ្ហាប្រឈមដ៏ធំបំផុតទាំងផ្នែកបច្ចេកទេសនិងសីលធម៌នៃសម័យកាលរបស់យើងនេះពីព្រោះវាទាមទារឲ្យមានការយល់ដឹងយ៉ាងស៊ីជម្រៅអំពីទំនាក់ទំនងរវាងបាតុភូតរូបវន្តហើយនិងដំណើរការនៃការគណនារបស់វាបងប្អូនគិតមើលថានៅក្នុងកុំព្យូទ័រលេខ1គឺ1និងលេខ0គឺ0វាមានភាពច្បាស់លាស់ណាស់ប៉ុន្តែនៅក្នុងពិភពរូបវន្តវាមិនដូច្នោះទេវាអាចរអិលអាកាសធាតុអាចផ្លាស់ប្ដូរភ្លាមមនុស្សអាចរត់កាត់តាមផ្លូវដោយមិនមានការគ្រោងទុកជាដើមការធ្វើឲ្យកូដកុំព្យូទ័រយល់ដែលយើងហៅវាថា computational process ហើយនឹងការឆ្លើយតបទៅនឹងភាពមិនច្បាស់លាស់នៃពិភពរូបវន្តបានយ៉ាងសុវត្ថិភាពដែលយើងហៅវាថា physical phenomena គឺជាសិល្បៈនិងវិទ្យាសាស្ត្រដ៏ស្មុគស្មាញបំផុតវាមិនមែនគ្រាន់តែជាការសរសេរកូដឲ្យដំណើរការនោះទេតែជាការធានាថាកូដនោះនឹងមិនធ្វើឲ្យនរណាម្នាក់គ្រោះថ្នាក់បានឡើយប៉ុន្តែតើបងប្អូនជាអ្នកប្រើប្រាស់ត្រូវធ្វើដូចម្តេចត្រង់នេះចំណុចសំខាន់មួយសម្រាប់អ្នកប្រើប្រាស់គឺយើងហៅថា due diligence ឬក៏ការពិនិត្យឲ្យបានហ្មត់ចត់វាមានន័យថាការរក្សាតុល្យភាពចំនួន2ខាងក្រោមនេះទី1គឺការកំពឹងផ្អែកហួសហេតុពេកប្រសិនបើប្រព័ន្ធ AI មួយមិនទាន់ត្រូវបានបញ្ជាក់ថាមានប្រសិទ្ធភាព 100% ដូចជាការប្រើប្រាស់ AI ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺធ្ងន់ធ្ងរដោយមិនមានគ្រូពេទ្យពិនិត្យមើលបងប្អូនមិនគួរទុកចិត្តវាទាំងស្រុងនោះទេត្រូវតែមានមនុស្សនៅក្នុងវដ្តនៃការងារនោះជានិច្ចដែលយើងហៅវាថា human in the loop ទី2គឺកុំភ័យខ្លាចនៅអ្វីដែលថ្មីប្រសិនបើបច្ចេកវិទ្យាមួយត្រូវបានផ្ទៀងផ្ទាត់ដោយស្ថាប័នជឿជាក់បានហើយអាចជួយសម្រួលជីវិតបងប្អូនបានដូចជាប្រព័ន្ធជំនួយការបើកបរដែលជួយហ្វ្រាំងស្វ័យប្រវត្តិបងប្អូនមិនគួរបដិសេធវាដោយសារតែការភ័យខ្លាចនោះទេតើបងប្អូនអនុវត្តវាបានយ៉ាងដូចម្តេចគ្រឹះសំខាន់នោះគឺតាមរយៈការស្វែងរកភស្តុតាងនៃការផ្ទៀងផ្ទាត់តើបច្ចេកវិទ្យានេះឆ្លងកាត់ការធ្វើតេស្តសុវត្ថិភាពអ្វីខ្លះតើមានការវិតម្លៃពីភាគីទី3ដែរឬទេហើយនឹងតាមរយៈការសាកល្បងក្នុងទំហំទូចមុននឹងទុកចិត្តវាទាំងស្រុងចូលសាកល្បងប្រើប្រាស់ក្នុងស្ថានភាពដែលមានហានិភ័យទាបសិនដូច្នេះហើយនៅពេលដែលបច្ចេកវិទ្យាកាន់តែចូលមកជិតជីវិតរបស់យើងការជ្រើសរើសរបស់យើងគឺសំខាន់បំផុតតាមរយៈការស្វែងរកបច្ចេកវិទ្យាដែលមានគុណភាពខ្ពស់
នឹងត្រូវបានផ្ទៀងផ្ទាត់បងប្អូនមិនត្រឹមតែការពារខ្លួនឯងពីហានិភ័យប៉ុណ្ណោះនោះទេតែបងប្អូនកំពុងតែកាត់បន្ថយភាពរអាក់រអួលនៅក្នុងជីវិតប្រចាំថ្ងៃរបស់បងប្អូនផងដែរការបដិញ្ញាចិត្តចំពោះភាពអាចទុកចិត្តបាននេះធានាថាឧបករណ៍ដែលបងប្អូនប្រើប្រាស់មិនមែនគ្រាន់តែជាការផ្សព្វផ្សាយដ៏ល្អនោះទេតែវាមានភាពពិតប្រាកដនៅក្នុងការអះអាងរបស់វានិងមានប្រយោជន៍ពិតប្រាកដនៅក្នុងការអនុវត្តចូលបងប្អូនក្លាយទៅជាអ្នកប្រើប្រាស់ដែលមានវិចារណញ្ញាណកុំឲ្យគ្រាន់តែពាក្យថាឆ្លាតវៃធ្វើឲ្យបងប្អូនភ្លេចសួររកនៅភាពអាចទុកចិត្តបាន